បកប្រឆាំងតៃវ៉ាន់ទៅគោរពភ្នូរលោកស៊ុនយ៉ាត់សេង Nation ដេកូកនឹងបដិញ្ញានាំយកសន្តិភាពមកវិញតាមរយៈការបង្រួបបង្រួមចិនតែមួយយោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានស៊ីនហៅនៅថ្ងៃទី8 ខែមេសាឆ្នាំ2026លោកស្រីឈឹងលីវិនមេដឹកនាំគណៈបកគួរមីនតាំងដែលជាបកប្រឆាំងដ៏ធំជាងគេបំផុតនៅតៃវ៉ាន់ហើយបានធ្វើដំណើរទៅប្រទេសចិននិងបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅឯភ្នូរលោកស៊ុនយ៉ាត់សេនក្នុងទីក្រុងណាជីនដែលជាអតីតរដ្ឋធានីរបស់រាជរដ្ឋាភិបាលសាធារណរដ្ឋចិនមុនពេលភៀសខ្លួនទៅកោះតៃវ៉ាន់ក្នុងឆ្នាំ1949ក្នុងឱកាសនោះលោកស្រីឈឹងលីវិនបានផ្ដល់បទសម្ភាសន៍ដោយបដិញ្ញាថានឹងប្រកាន់ខ្ជាប់នៅស្មារតីរបស់លោកស៊ុនយ៉ាត់សេនដែលជាស្ថាបនិកបកដើម្បីស្វែងរកការបង្រួបបង្រួមនិងផ្សះផ្សាជាមួយនឹងចិនដីគូកលោកស្រីបានថ្លែងសរសើរខ្លាំងចំពោះសមិទ្ធផលនិងការអភិវឌ្ឍរបស់ចិនដីគូកក្រោយបដិវត្តបកកុម្មុយនីសដោយលើកឡើងថានៅលើដីគូកយើងបានឃើញហើយនឹងធ្វើជាសាក្សីនៃវឌ្ឍនភាពដែលលើសពីការរំពឹងទុកនិងការស្រមើស្រមៃរបស់មនុស្សគ្រប់គ្នាដំណើរការទស្សនកិច្ចរបស់មេដឹកនាំបកប្រឆាំងរូបនេះកើតឡើងចំពេលដែលទីក្រុងប៉េកាំងកំពុងបង្កើតសម្ពោធយោធាលើតៃវ៉ាន់ហើយស្របពេលដែលតៃវ៉ាន់កំពុងរីករាំងផែនការរបស់រាជរដ្ឋាភិបាលលោកឡៃឈីងទើក្នុងការបង្កើតកញ្ចប់ថវិកាការពារជាតិរហូតដល់$40,000 លានលោកស្រីឈឹងលីវិនបានសង្កត់ធ្ងន់តាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍តៃវ៉ាន់គុណតម្លៃស្នូលនៃឧត្តមគតិលោកស៊ុនយ៉ាត់សេនគឺជាសមភាពការទទួលយកភាពខុសគ្នានិងសាមគ្គីភាពយើងគួរធ្វើការជាមួយគ្នាដើម្បីជំរុញការបង្រួបបង្រួមនៅច្រកសមុទ្រតៃវ៉ាន់និងបង្កើតវិបលភាពនិងសន្តិភាពក្នុងតំបន់ជាការកត់សម្គាល់លោកស៊ុនយ៉ាត់សេនដែលបានរលំរាជវង្សចុងក្រោយនិងបង្កើតសាធារណរដ្ឋចិនក្នុងឆ្នាំ1912ត្រូវបានគេគោរពទាំងនៅតៃវ៉ាន់និងនៅចិនដីគូកដោយលោកម៉ៅស៊ីតុងក៏បានប្រសិទ្ធនាមលោកថាជាអ្នកត្រួសត្រាយផ្លូវនៃបដិវត្តអស្ចារ្យផងដែរបច្ចុប្បន្នរាជរដ្ឋាភិបាលចិនបានបដិសេធមិនចរចាជាមួយនឹងលោកឡៃឈឹងទើដោយចោទថាជាអ្នកបំបែកខ្លួនខណៈលោកឡៃឈឹងទើយល់ថាមានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចអនាគតខ្លួនឯងបានលោកស្រីឈឹងលីវិនបានបញ្ជាក់ថាបេសកកម្មរបស់លោកស្រីគឺជាការបង្កើតសន្តិភាពហើយទោះបីជាលោកស្រីគាំទ្រការចំណាយលើវិស័យការពារជាតិក៏ត្រូវតែមានតុល្យភាពជាមួយនឹងការចរចាផងដែរ